សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5នៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះភាគីថៃនៅតែបន្តរំលោភបំពានលើបទចុបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាកងយុទ្ធពលខេមរៈភូមិន្ទគោរពជានិច្ចនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួននិងគោរពនៅបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ដោយសារសកម្មភាពដ៏កក្លឿនរបស់ភាគីថៃដែលបានបើកការបាញ់ប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាកងកម្លាំងកម្ពុជាគ្មានជំរឿអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រយុទ្ធប្រឆាំងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដោយយោធាថៃដោយមានចែងនៅក្នុងមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកងយុទ្ធពលខេមរៈភូមិន្ទបដិញ្ញាចិត្តឥតងារេក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសុវត្ថិភាពប្រជាជនប្រឆាំងនឹងការឈ្លានពានដ៏កម្រោលនិងសាហាវឃោរឃៅរបស់យោធាថៃមកលើកម្ពុជាទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរដែលមានប្រទេសម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់អាដាមប្រធានាធិបតីដូណាល់ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៅក្នុងគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC និងគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC ចំពោះស្ថានភាពព្រំដែននៅក្នុងយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 20:39 នាទីយប់ថ្ងៃទី28ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះក្នុងយុទ្ធភូមិភាគទី5យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទនិងបានបង្ហោះ drone ស៊ើបការនៅក្នុងភូមិសាស្ត្របឹងត្រកួននិងបានពង្រីកភូមិសាស្ត្រចូលទៅក្នុងបឹងព្រីងស្រុកថ្មពួកនិងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដោយប្រើប្រាស់អាវុធនិងយុទ្ធបកបំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលទៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីយប់មិញនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ56បានបាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃបន្ទាប់មកនៅវេលាម៉ោង 4:58 នាទីដល់វេលាម៉ោង 5:24 នាទីយោធាថៃបានប្រើប្រាស់ drone ខ្នាតធំហោះស៊ើបការនិង drone ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រភ្នំត្រងោលហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅតំបន់នោះផងដែរនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយឈានចូលដល់ស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី4ចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺដល់វេលាម៉ោង 8:00 នាទីថ្ងៃទី9ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារមុននៅក្នុងតំបន់ភ្នំខ្មោចនិងពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅតំបន់ផ្សេងៗទៀតរួមមាន
តំបន់តាថាវប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នាវាលឥន្ទ្រីភ្នំខ្មោចគោល8បុស្បៅជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសិក្ខាគិរីស្វារៈដោយប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញគ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំថ្មើរជើងនិងបាញ់ផ្សែងពុលនៅទីតាំងមួយចំនួនយោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាយោធាថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកាលពីម្សិលមិញនេះរហូតមកដល់យប់ថ្ងៃទី9ខែធ្នូឆ្នាំ2025គិតនៅត្រឹមវេលាម៉ោង6ព្រឹកយើងឃើញថាមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យបាត់បង់ជីវិតចំនួន7រូបនិងធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលរងរបួសចំនួន20រូបក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនអាស៊ានចាសសូមអរគុណនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលក្រោយជូនដល់សាធារណជននិងអ្នកសារព័ត៌មានជ្រាបបន្ថែមទៀតសូមជម្រាបលា